ពុទ្ធភាសិតបញ្ញវគ្គពួកធម៌និយាយអំពីបុណ្យបុគ្គលទាំងឡាយគួរតែខំធ្វើបុណ្យទាំងឡាយដែលជាគុណជាតិនាំមកនូវសេចក្តីសុខបុណ្យទាំងឡាយជាទីពឹងរបស់ពួកសត្វក្នុងលោកខាងមុខអ្នកដែលមានចិត្តប្រព្រឹត្តទៅស្មើគ្នាជាមិត្តរបស់អ្នកដែលមានធុរៈកើតឡើងរឿយៗបុណ្យទាំងឡាយដែលគេធ្វើហើយដោយខ្លួនឯងជាមិត្តជាប់តាមទៅក្នុងភពខាងមុខបុគ្គលអ្នកធ្វើបុណ្យទុករមែងរីករាយក្នុងលោកទាំងពីរគឺរីករាយក្នុងលោកនេះមួយរីករាយក្នុងលោកខាងមុខមួយបុគ្គលនោះរមែងរីករាយស្រស់ស្រាយព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួនបុគ្គលអ្នកធ្វើបុណ្យទុករមែងត្រេកអរក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះមួយត្រេកអរក្នុងលោកខាងមុខមួយបុគ្គលនោះរមែងត្រេកអរដោយគិតឃើញថាបុណ្យអញបានធ្វើហើយលុះធ្វើមរណកាលទៅកាន់សុគតិក៏រឹងរិតតែត្រេកអរដល់ក្រៃលែងបើបុរសគប្បីធ្វើនៅបុណ្យគប្បីធ្វើនៅបុណ្យនោះឲ្យរឿយៗគប្បីធ្វើនៅសេចក្តីពេញចិត្តក្នុងបុណ្យនោះការសន្សំនៅបុណ្យនាំមកនៅសេចក្តីសុខបុគ្គលមិនគួរមើលងាយបុណ្យថាមានប្រមាណតិចនឹងមិនឲ្យផលដូច្នេះឡើយប្រៀបដូចក្អមទឹករមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះយ៉ាងណាអ្នកមានប្រាជ្ញាកាលសន្សំបុណ្យបន្តិចម្ដងគង់ពេញបានដោយបុណ្យយ៉ាងនោះបុណ្យនាំមកនៅសេចក្តីសុខក្នុងកាលទៀបខ្សែជីវិត